ឱកាសយានិកនេសាមកពីបេសកកម្ម Starliner ត្រឡប់មកផែនដីវិញចាប់ផ្ដើមការងារជាមួយ Boeing នៅថ្ងៃទី1 ខែមេសាឆ្នាំ 2025 បន្ទាប់ពីចំណាយពេល9 ខែនៅក្នុងលំហអាកាសឱកាសយានិករបស់ NASA គឺលោក Butch Wilmore និងលោកស្រី Suna Williams បានត្រឡប់មកផែនដីវិញហើយកំពុងសម្របខ្លួនទៅនឹងជីវិតនៅផែនដីជាមួយនឹងការដើរលេងជាមួយសត្វឆ្កែនិងពេលវេលាជាមួយគ្រួសារពួកគេបានចាប់ផ្ដើមធ្វើការងារជាមួយក្រុមហ៊ុន Boeing ឡើងវិញដើម្បីសាកល្បងយានអវកាស Starliner ដែលធ្លាប់ជាប់គាំងពួកគេនៅលើស្ថានីយអវកាសអន្តរជាតិ ISS លោកស្រី Williams បាននិយាយថាវាពិតជាអស្ចារ្យណាស់ដែលបានត្រឡប់មកវិញដោយលោកស្រីបានរត់លេងទោះបីជាយឺតក៏ដោយហើយមានអារម្មណ៍ល្អនឹងខ្យល់បក់និងការជួបមនុស្សស្នៅលើផ្លូវរត់ Wilmore និង Williams ជាអ្នកបើកយាន Starliner ដំបូងគេរបស់ Boeing កាលពីដឹកដៅឆ្នាំមុនប៉ុន្តែដោយសារបញ្ហាប្រព័ន្ធជំរុញពួកគេត្រូវបានជាប់នៅ ISS រហូតដល់ត្រូវបាននាំត្រឡប់មកវិញនៅខែមីនាឆ្នាំ2025ដោយប្រើយាន SpaceX បន្ទាប់ពីត្រឡប់មកពួកគេបានឆ្លងកាត់ការពិនិត្យសុខភាពជាប្រចាំរយៈពេលប៉ុន្មានថ្ងៃមុនពេលជួបជុំគ្រួសារឡើងវិញពួកគេមានគម្រោងជួបជាមួយថ្នាក់ដឹកនាំ Boeing នៅថ្ងៃពុធដើម្បីពិភាក្សាអំពី Starliner និងបន្តតួនាទីជាទីប្រឹក្សាដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍយាននេះបញ្ហាប្រព័ន្ធជំរុញរបស់ Starliner បានបង្ខំឲ្យ NASA នាំយានត្រឡប់មកផែនដីដោយគ្មានអ្នកបើកនៅឆ្នាំមុនហើយបានបញ្ចូលឱកាសយានិកទាំងពីរនេះទៅក្នុងការវិភាគបង្វិលនៅ ISS ដើមឡើយជាបេសកកម្មសាកល្បងរយៈពេល8ថ្ងៃប៉ុន្តែវាបានក្លាយជាផែនការបន្ទាន់9ខែដែលទាក់ទាញការចាប់អារម្មណ៍ជាសកល NASA និង Boeing គ្រោងនឹងធ្វើតេស្តប្រព័ន្ធជំរុញរបស់ Starliner នៅរដូវក្តៅនេះនិងរំពឹងថានឹងហោះហើរយាននេះម្ដងទៀតនៅដើមឆ្នាំ2026ដែលអាចជាបេសកកម្មគ្មានអ្នកបើកមុនពេលដាក់ឱកាសយានិកឡើងវិញឱកាសយានិកទាំងពីរនេះដែលជាអតីតអ្នកបើកយន្តហោះសាកល្បងរបស់កងទ័ពជើងទឹកអាមេរិកត្រូវបានចាត់តាំងក្នុងឆ្នាំ2022ជាក្រុមសាកល្បងសម្រាប់ Starliner ដែល NASA ចង់ប្រើជាជម្រើសទី2សម្រាប់ការដឹកជញ្ជូនឱកាសយានិកបន្ទាប់ពី Crew Dragon របស់ SpaceX ដែលជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រនៅលើកន្លងផែនដីបានផ្ទុកឱកាសយានិកអន្តរជាតិជាបន្តបន្ទាប់អស់រយៈពេលជាង25ឆ្នាំដោយផ្ដល់នូវការស្រាវជ្រាវសំខាន់អំពីផលប៉ះពាល់នៃជីវិតក្នុងលំហទៅលើរាងកាយមនុស្សអរគុណ